បាទអូខេបងឥឡូវយើងនឹងធ្វើការ add តាមរយៈ application នៅលើ app បាទដំបូងខ្ញុំធ្វើការលុបនេះសិនបាទខ្ញុំនឹងធ្វើការលុបកាមេរ៉ាចេញពី NVR អូខេអញ្ចឹងនៅពេលលុបរបស់ខ្ញុំគឺយើងចុច delete មក yes មកបាទហើយចំពោះកាមេរ៉ានៅទីនេះផងដែរគឺប្រើ Wi-Fi ទាំងអស់បាទអត់មាន downlink ទេបាទអញ្ចឹងនៅទីនេះគឺយើងប្រើ Wi-Fi ដែលប្រើជាមួយនឹង local router របស់យើងគឺមានមួយនេះកន្លែងនេះ IP របស់វាបាទជប់អូខេនេះបាទ IP របស់វាអូខេ rank មួយទាំងអស់បាទ local LAN នេះអូខេអញ្ចឹងនៅទីនេះវាអត់មានអីទេបាទឥឡូវយើងមកធ្វើការ add កាមេរ៉ាជាមួយនឹង NVR ដែលប្រើ application អញ្ចឹងនៅទីនេះផងដែរគឺយើងប្រើ application សរុបទាំងអស់តែម្ដងគឺយើងអត់នេះទេបាទដោយកាមេរ៉ាហើយនឹង app NVR ហើយនឹង EasyBiz កាមេរ៉ាហ្នឹងគឺនៅក្នុង application តែមួយនៅក្នុង account តែមួយបាទអញ្ចឹងយើងមាន NVR បាទអូខេហើយ NVR របស់យើងនេះគឺអត់មានអីទេបាទឃើញទេចាំមាន link អត់មានអីទេអញ្ចឹងយើងចូលមកកាន់ជាមួយនឹង device information បាទ device information បាទនៅក្នុងនេះគឺវាមាន latest version បាទនេះបើសិនជាបងអីអត់ទាន់ធ្វើការ update latest version ទេបងធ្វើការ update ទៅ latest version របស់វាគឺ25.03.19បាទអូខេអញ្ចឹងខ្ញុំ back ទៅវិញបាទអញ្ចឹងយើងមកធ្វើការ link បាទអូខេ link device របស់យើងនេះអញ្ចឹងនេះ device របស់យើងអាច link បានចុចម្ដង link ទាំងអស់ក៏បានដែរឬ link ម្ដងមួយក៏បានដែរកាលពីមុនយើង link បានម្ដងមួយតែឥឡូវយើងអាច link បានម្ដងទាំងអស់ឥឡូវយើងមកមើលបាទវាកំពុងតែ link នេះម្ដងមួយហ្នឹងបាទតែចាំ program គឺវា link ម្ដងមួយតែយើងគ្រាន់តែមកចាំចុចច្រើនដងយើងចុចម្ដងទាំងអស់8 channel ហ្នឹងទៅហើយចុច link ម្ដងទៅគឺវានឹងធ្វើការ app ម្ដងមួយអូខេចុងក្រោយអូខេអញ្ចឹងបាទអញ្ចឹងកាមេរ៉ានៅទីនេះគឺបាន link ទាំងអស់ហើយនេះអូខេអញ្ចឹងតមកទៀតខ្ញុំនឹងធ្វើការ unlink ឲ្យមើលបាទតើ unlink ឥឡូវមិនដែរ unlink ក៏ស្រួលដែរគឺយើងគ្រាន់តែចុចកន្លែងហ្នឹងនេះចុចកន្លែងហ្នឹងណាវាមានពី unlink Chrome ហ្នឹងអញ្ចឹងយើងមិនចាំទៅចូល record នេះដូចមុននេះទេហើយចំពោះ menu ខ្ញុំរៀនប្រាប់ទាំងអស់គ្នាបាទងាយស្រួលបាទកន្លែងនេះយើងដាក់ឈ្មោះ NVR ហើយយើងបង្កើត create space កន្លែងនេះមួយទៅនេះកន្លែង create space កន្លែងនេះយើងដាក់ XYZ របស់កាមេរ៉ាទៅហើយបើយើងចង់មើល live view ទាំងអស់យើងចុចកន្លែងនេះនេះមកទាំងអស់នេះអូខេអញ្ចឹងយើងបើកលើ monitor ផងបើកនៅលើ iPad ផងបាទឬនៅលើទូរស័ព្ទរបស់យើងបានទៀតហើយបើយើងចង់មើលតែអត់ចង់មើល NVR ទេយើងមើលលើកាមេរ៉ានេះក៏បានដែរនេះចុចលើកាមេរ៉ាបាទនេះអូខេបើកបានដូចគ្នាមែនតើបាទអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងធ្វើការតេស្តជាមួយនឹងពួក Outlink ឲ្យ local ណាមិនមែននៅក្នុង local តែមួយបាទមើលមិនដែរឥឡូវចំពោះការធ្វើការសាកល្បង end ហ្នឹងឥឡូវបានបញ្ចប់ហើយបាទសូមអរគុណទាំងអស់គ្នាបាទ